ព្រោះវាមើលទៅរៀងក្មេងៗបែបចេញមកខ្ជូតហើយអាចថតរូបជុំគ្រួសារគឺកាន់តែស្អាតអញ្ចឹងខ្ញុំចង់ឲ្យមានអាវមួយដែលវា contrast ពណ៌ជាមួយនឹងអាវ outfit ខាងក្នុងរបស់យើងហើយយើងអាចថែមជាមួយនឹងស្រោមបាពណ៌ខ្មៅទៀតទៅដើម្បីឲ្យឃើញ look របស់យើងវាកាន់តែចេញមករៀងដិតហើយលះហ្មងណាខ្ញុំជឿថាអ្នកនរគ្នាគិតថាអូអាហ្នឹងវាគ្រាន់តែសាមញ្ញធម្មតាប៉ុន្តែអ្នកនរគ្នា welcome ជាមួយនឹង Follow Sport វីដេអូទៀតហើយអញ្ចឹងខ្ញុំគឺខ្ញុំមាន4 tips ក៏ដូចជា4 outfit សម្រាប់ show អ្នកនរគ្នាតាក់ទងទៅនឹងសម្ពោធដោយអ្នកនរគ្នាបានឃើញខ្ញុំពាក់ស្រាប់អញ្ចឹងសម្រាប់សម្ពោធមួយនេះគឺខ្ញុំប្រើជាមួយនឹង outfit 4 ខុសៗគ្នាដែលចេញជាឱកាស4សម្រាប់អ្នកនរគ្នាពាក់ទៅខាងក្រៅអញ្ចឹងឥឡូវខ្ញុំនឹងមករើស outfit ដោយការជ្រើសរើស this one អ្នកនរគ្នាឥឡូវគឺខ្ញុំបានជាមួយនឹង outfit ដែលពាក់ទៅសាលាឬក៏ទៅរៀនភាសាឬក៏អីចឹងទៅហើយសម្រាប់ outfit មួយនេះដែរតើខ្ញុំនឹង mix ជាមួយនឹងអាវបែបម៉េចដើម្បីឲ្យយើងចេញមកជា look បែបទៅរៀនthis one and this one ឥឡូវខ្ញុំទៅលោកអ្នកគ្នាមើលសិនថានឹងចេញមកបែបម៉េចអូខេនេះគឺជា look របស់យើងអ្នកគ្នាហើយសម្រាប់ look នេះដែរអ្នកគ្នាអាច dress up បានសម្រាប់ពាក់ទៅរៀនប៉ុន្តែខ្ញុំអត់ recommend ឲ្យអ្នកគ្នាពាក់បិជើងកែងទេអ្នកគ្នាអាចពាក់ជាមួយនឹងបិជើងជាលក្ខណៈបើជើងហៀបណាអ្នកគ្នាហៀបធម្មតាដូចយើងប៉ាតាក៏បានដែរឬក៏ហៀបពណ៌ខ្មៅឬក៏អីចឹងទៅប៉ុន្តែបាច់ដាក់កែងទេប្រើជាមួយនឹងអាវ sweater ពីខាងក្រៅធម្មតាចឹងទៅបិទឡេវហើយសម្រាប់ខាងក្នុងរបស់យើងវិញគឺយើងប្រើជាមួយនឹងអាវលក្ខណៈពណ៌សខ្ញុំជឿថាអ្នកនរគ្នាប្រកាសជាមានអាវពណ៌សស្រាប់នេះទេហើយអញ្ចឹងអ្នកគ្នាអាចពាក់អាវពណ៌សចឹងទៅហើយជាមួយនឹង sweater ពីខាងក្រៅបិទឡេវចិត្ត like this ហើយយើងអាចថែមជាមួយនឹងស្រោមបាពណ៌ខ្មៅទៀតទៅដើម្បីឲ្យឃើញ look របស់យើងវាកាន់តែចេញមករៀងដុតហើយលះហ្មងណាអូខេអញ្ចឹងឥឡូវយើងមក check ជាមួយនឹង outfit បន្តទៀតថាតើយើងនឹងបាន outfit អីគេ so ចូលធ្វើការថ្ងៃដំបូងអ្នកនរគ្នាអញ្ចឹងឥឡូវយើងនឹងរើស outfit I'm gonna choose this one ជាមួយនឹងអាវកាក់ពណ៌ខ្មៅចង់ឲ្យខ្ញុំទៅលោកអ្នកនរគ្នាមើលសិនថានឹងចេញមកបែបម៉េចគ្នានេះគឺជា look បន្ទាប់ទៀតសម្រាប់ outfit យើងបែបធ្វើការសម្រាប់អាវខាងក្នុងរបស់ខ្ញុំវិញគឺខ្ញុំប្រើជាមួយនឹងអាវកាក់ធម្មតាទេហើយអាវខាងក្រៅរបស់យើងវិញគឺខ្ញុំប្រើជាមួយនឹង jacket ធម្មតាដែលវាមានលក្ខណៈទម្រង់ជាកមូលហើយសម្រាប់អាវមួយនេះដែរនៅពេលដែលអ្នកគ្នាពាក់មកគឺវាមើលទៅធ្វើឲ្យអ្នកគ្នា feel like អ្នកគ្នាគឺ office girl ហ្មងនិយាយទៅគឺពាក់ទៅធ្វើការជិះមកគឺស្អាតខ្លាំងមែនតើខាងក្នុងរបស់យើងមកតួខ្លួនរបស់យើងហ្នឹងគឺខ្មៅសុទ្ធតែអញ្ចឹងខ្ញុំចង់ឲ្យមានអាវមួយដែលវា contrast ពណ៌ជាមួយនឹងអាវ outfit ខាងក្នុងរបស់យើងអ្នកគ្នាហើយវាមើលទៅឃើញលេចអ្នកគ្នាមើលទៅឃើញបែបលក្ខណៈរៀងសុភាពរំទុំ and ស្អាតទៀតអូខេចឹងឥឡូវយើងមក choose ជាមួយនឹង outfit ទី3របស់យើងថាយើងនឹងបានអីគេអូខេឥឡូវយើងបានចុងសប្តាហ៍ជាមួយនឹងគ្រួសារអ្នកគ្នាឥឡូវយើងមក choose ជាមួយនឹង outfit របស់យើងខ្ញុំនឹង select ជាមួយនឹង outfit ទីស្វអ្នកគ្នាឥឡូវខ្ញុំទៅដោឲ្យអ្នកគ្នាមើលសិនតើនឹងចេញមកបែបម៉េចអូខេនេះគឺជា outfit ទី3របស់យើងអ្នកគ្នាសម្រាប់ outfit មួយនេះដែរអ្នកគ្នាអាចទៅជាលក្ខណៈញ៉ាំអីមួយគ្រួសារឬក៏ទៅក្រៅបែបជប់ជុំគ្រួសារឬក៏អីហ្នឹងក៏ត្រូវដែរអ្នកគ្នាហើយសម្រាប់អាវរបស់ខ្ញុំវិញគឺខ្ញុំប្រើជាមួយនឹងអាវបែបជាស្មាធម្មតាប៉ុន្តែវាអាចនឹងមានរំយោលតិចអញ្ចឹងមកហើយបើសិនអ្នកគ្នាអត់មានអាវបែបជាស្មារំយោលទេអ្នកគ្នាអាចប្រើជាមួយនឹងអាវជាស្មាធម្មតាក៏បានដែរហើយយើងប្រើជាមួយនឹងសពុតកឆាញរបស់យើងមានស្រាប់ហ្នឹងទៅអ្នកគ្នាអាចពាក់ទៅបានហើយព្រោះវាមើលទៅរៀងក្មេងៗបែបចេញមកខ្ជូតហើយអាចថតរូបជុំគ្រួសារគឺកាន់តែស្អាតអាវជាស្មារបស់យើងគឺខ្ញុំប្រើជាមួយនឹងពណ៌ប្រផេះអ្នកគ្នាព្រោះដោយសារតែខ្ញុំចង់ឲ្យវារៀងត្រូវជាមួយនឹងសពុតរបស់យើងពណ៌ខ្មៅអត់ចង់ឲ្យវាចេញមកលោតផ្លាតពណ៌ពេកគ្នាអញ្ចឹងឥឡូវយើងចូលដល់ look ចុងក្រោយរបស់យើងហើយឥឡូវយើងមក choose ទាំងអស់គ្នាអូខេអ្នកគ្នាឥឡូវយើងបានញ៉ាំអាហារពេលល្ងាចជាមួយនឹងមនុស្សជាទីស្រឡាញ់អូខេចុះឥឡូវខ្ញុំបាន outfit មួយនេះហើយខ្ញុំនឹងទៅលោកឲ្យអ្នកគ្នាមើលសិនថាតើនឹងចេញមកបែបម៉េចគឺជា final look របស់យើងសម្រាប់ outfit ចុងក្រោយអ្នកគ្នាអាចមើលបានសម្រាប់ outfit មួយនេះដែរអ្នកគ្នាអាចពាក់ទៅជាលក្ខណៈទៅ date ឬក៏អីចឹងណាខ្ញុំប្រើជាមួយនឹងអាវកាក់ខាងក្នុងអត់មានដៃដែលអាវកាក់ក្នុងរបស់ខ្ញុំគឺខ្ញុំប្រើជាមួយនឹងពណ៌រាង grey ហើយសម្រាប់ texture របស់វាគឺចេញមកជាលក្ខណៈរាងរោមទន់អីចឹងទៅសម្រាប់អាវខាងក្រៅរបស់យើងគឺខ្ញុំមានស្រាប់ទេអ្នកគ្នាអាចមើលបានអាវហ្នឹងគឺវាអត់វែងដល់ខាងក្រោយទេវាជាលក្ខណៈអាវខើចមុខអញ្ចឹងទៅហើយខាងក្រោយគឺវាខើចដែរវាមានតដៃអ្នកគ្នាមានខាងមុខទេអញ្ចឹងអាវមួយនេះអ្នកគ្នាអាចនិយាយ smart តិចក៏បានដែរពេញមករៀង confidence ស្អាតទេអ្នកគ្នាអាចថតរូបបានមកឆ្ងាញ់ហ្មងព្រោះដោយសារ outfit មួយនេះមើលទៅបែប girly ចេញមក cute lovely មែនតើហ្មង So yeah
អូខេអ្នកគ្នាអញ្ចឹងវីដេអូថ្ងៃហ្នឹងសម្រាប់ support តែមួយប៉ុន្តែយើង DIY ជាមួយនឹងកៅអៅបាន4 mode គឺមានតែប៉ុណ្្នឹងទេអ្នកគ្នាអាចមើលបានហើយពីច្រើនគឺខ្ញុំជឿថាអ្នកគ្នាប្រកាសជាមើលម្លងហើយជាមួយនឹងជាលក្ខណៈ outfit ក៏ដូចជា support ឬកៅអៅបែបវា basic អីចឹងទៅខ្ញុំជឿថាអ្នកគ្នាគិតថាអូអាហ្នឹងវាគ្រាន់តែសាមញ្ញធម្មតាប៉ុន្តែអ្នកគ្នាជឿថាសាមញ្ញធម្មតាអ្នកគ្នាអាច reuse បានច្រើនដងមែនទែនជាមួយនឹង styling ផ្សេងៗច្រើនមែនទែនអរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់ហើយជួបគ្នាវីដេអូក្រោយទៀត